សិក្ខាសាលាស្ដីពីការអនុវត្តគោលការណ៍លើកទឹកចិត្តក្រមវិសាលភាពកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុអាដាមបណ្ឌិតសភាចាហ៊ានសាហ៊ីបរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុជាប្រធានក្រុមការងារជំរុញការវិនិយោគខេត្តព្រះសីហនុនិងអាដាមម៉ាងស៊ីណេតអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុអញ្ជើញបើកសិក្ខាសាលាស្ដីពីការអនុវត្តគោលការណ៍លើកទឹកចិត្តក្រមវិសាលភាពកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុនៅសន្តាគារឆ្នេរសុខាក្រុងព្រះសីហនុដោយមានការចូលរួមពីម្ចាស់អគារជាប់គាំងនិងក្រុមហ៊ុនចូលរួមចំនួន170និងមានសមាជិកចូលរួម251នាក់នៅព្រឹកថ្ងៃពុធទី11ខែមិថុនាឆ្នាំ2025អាយដាមម៉ាងស៊ីណេតអភិបាលខេត្តព្រះសីហនុបានថ្លែងថាខេត្តព្រះសីហនុជាខេត្តមានសក្តានុពលធំធេងនិងមានការរីកចម្រើនយ៉ាងឆាប់រហ័សលើវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវន្តមានដូចជាហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់អគ្គិសនីទឹកស្អាតនិងការដឹកជញ្ជូនជាពិសេសកំពង់ផែទឹកជ្រៅព្រលានយន្តហោះអន្តរជាតិផ្លូវលឿនលឿននិងផ្លូវដែកជាដើមដែលសមស្របសម្រាប់ការអភិវឌ្ឍស្របតាមទិសដៅនៃការអភិវឌ្ឍផែនការមេអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងបានកំណត់ផែនការវិនិយោគសាធារណៈជាប្រព័ន្ធតាមដំណាក់កាលច្បាស់លាស់រហូតដល់ឆ្នាំ2038ដោយរដ្ឋបាលខេត្តព្រះសីហនុបានរៀបចំជា4តំបន់ធំៗទី1ឧស្សាហកម្មដឹកជញ្ជូនទី2ទីក្រុងសមាហរណកម្មនិងពាណិជ្ជកម្មតំបន់ស្នាក់នៅនិងហិរញ្ញវត្ថុអន្តរជាតិ3តំបន់កោះរៀបចំជាតំបន់ទេសចរណ៍ជាតិអន្តរជាតិ4រុញច្រានខេត្តព្រះសីហនុជាមជ្ឈមណ្ឌលពាណិជ្ជកម្មឧស្សាហកម្មតភ្ជាប់ទៅនឹងបណ្ដាខេត្តនានាក្នុងព្រះរាជាណាចក្រកម្ពុជានិងទៅកាន់ពិភពលោកក្នុងឱកាសនោះអាដាមអភិបាលខេត្តសូមឲ្យអ្នកវិនិយោគចូលរួមសហការជាមួយរដ្ឋបាលខេត្តហើយអត្ថប្រយោជន៍របស់ក្រុមហ៊ុនគឺជាការរីករាយរបស់រដ្ឋបាលខេត្តព្រះសីហនុអាយដាមបណ្ឌិតសភាចាហ៊ានសាហ៊ីបថ្លែងក្នុងសិក្ខាសាលាស្ដីពីការអនុវត្តគោលការណ៍លើកទឹកចិត្តក្រមវិសាលភាពកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុនាពេលនេះទៅក្នុងក្របខ័ណ្ឌនៃកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុឆ្នាំ2024ក្រមគំនិតផ្ដួចផ្ដើមរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាសម្ដៅជំរុញសកម្មភាពសេដ្ឋកិច្ចនៅក្នុងខេត្តព្រះសីហនុតាមរយៈការជំរុញការវិនិយោគការអភិវឌ្ឍឧស្សាហកម្មការស្ដារកំណើនសេដ្ឋកិច្ចនិងបំពេញបន្ថែមលើយុទ្ធសាស្ត្រនិងគោលនយោបាយនានារបស់រាជរដ្ឋាភិបាលតាមរយៈការដាក់ចេញនូវវិធានការនិងយន្តការមានលក្ខណៈជាកញ្ចប់ប្រតិក្រឡាមានតម្លាភាពនិងប្រសិទ្ធភាពរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចយល់ព្រមបន្តអនុវត្តរហូតដល់ដំណាច់ឆ្នាំ2025ដើម្បីជំរុញការអភិវឌ្ឍខេត្តព្រះសីហនុឆ្លើយតបទៅនឹងគោលបំណងរបស់រាជរដ្ឋាភិបាលនិងធានាចីរភាពនៃមុខងារគាំទ្រវិនិយោគតាមរយៈការផ្ទេរនិងកសាងសមត្ថភាពជូនដល់រដ្ឋបាលខេត្តព្រះសីហនុជាបន្តបន្ទាប់សិក្ខាសាលាស្ដីពីការអនុវត្តគោលការណ៍លើកទឹកចិត្តក្រមវិសាលភាពកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុត្រូវបានរៀបចំឡើងមានគោលបំណងចំនួន2ទី1ពិនិត្យមើលវឌ្ឍនភាពរបស់ម្ចាស់គម្រោងដែលទទួលការលើកទឹកចិត្តស្ដាប់បញ្ហាប្រឈមនិងស្វែងរកដំណោះស្រាយជូនវិនិយោគិនដើម្បីធានាបានថាម្ចាស់គម្រោងវិនិយោគិនអាចអនុវត្តគម្រោងរបស់ខ្លួនបានរលូននិងឆាប់រហ័សទី2គោលការណ៍លើកទឹកចិត្តផ្នែកពន្ធដារព្រមទាំងផ្សព្វផ្សាយនីតិវិធីនៃការលើកលែងពន្ធអចលនទ្រព្យត្រូវបានរាជរដ្ឋាភិបាលសម្រេចនាពេលថ្មីនេះផងដែរអាដាមបណ្ឌិតសភាចាហ៊ានសាហ៊ីបបានបញ្ជាក់ថាចាប់ពីដើមឆ្នាំ2024ដល់ខែឧសភាឆ្នាំ2025ក្រុមការងារជំរុញវិនិយោគខេត្តព្រះសីហនុបានអនុម័តគម្រោងចំនួន296ដែលមានទុនវិនិយោគប្រមាណ$7 ប៊ីលានអាមេរិកនិងអាចបង្កើតការងារថ្មីចំនួន53,205កន្លែងគម្រោងដែលទទួលបានគោលការណ៍លើកទឹកចិត្តច្រើនជាងគេគឺគម្រោងអគារជាប់គាំងមានចំនួន131ស្មើនឹង 44% គម្រោងវិនិយោគថ្មីចំនួន130ស្មើនឹង 44% គម្រោងពង្រីកចំនួន24ស្មើនឹង 8% និងគម្រោងមានស្រាប់ចំនួន11ស្មើនឹង 4%ទិដ្ឋភាពវិស័យគម្រោងប្រមាណ 94% ប្រមូលផ្ដុំក្នុងវិស័យចំនួន3គឺវិស័យអចលនទ្រព្យចំនួន118គម្រោងវិស័យទេសចរចំនួន98គម្រោងនិងវិស័យឧស្សាហកម្មចំនួន61គម្រោងគម្រោងប្រមាណ 6.4% ផ្សេងទៀតឬ19គម្រោងមាននៅក្នុងវិស័យសេវាកម្មវិស័យកសិកម្មវិស័យអប់រំនិងវិស័យសុខាភិបាលទន្ទឹមនេះក្នុងវិស័យឧស្សាហកម្មក្រុមការងារបានផ្ដល់គោលការណ៍លើកទឹកចិត្តដល់គម្រោងសួនឧស្សាហកម្មនិងតំបន់សេដ្ឋកិច្ចពិសេសថ្មីចំនួន4មានទុនវិនិយោគសរុបចំនួនប្រមាណ$110លានអាមេរិកហើយរំពឹងថានឹងបង្កើតការងារថ្មីចំនួន 15,220 កន្លែងកន្លងមកលេខាធិការបានរកឃើញថាមកដល់បច្ចុប្បន្នទុនវិនិយោគជាក់ស្ដែងដែលបានអនុវត្តរួចមានប្រមាណ$2.44 ប៊ីលានអាមេរិកស្មើនឹងប្រមាណ 35% នៃទុនវិនិយោគសរុបដែលទទួលបានការអនុម័តសូមលើកទឹកចិត្តលោកស្រីលើកឡើងនៅបញ្ហាប្រឈមក្នុងការអនុវត្តគោលការណ៍លើកទឹកចិត្តក្រមវិសាលភាពកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ
និងស្វែងយល់ឲ្យកាន់តែច្បាស់នៅគោលការណ៍លើកទឹកចិត្តផ្នែកពន្ធដារនិងនីតិវិធីនៃការលើកលែងពន្ធអចលនទ្រព្យព្រមទាំងចូលរួមផ្សព្វផ្សាយដល់វិនិយោគិនផ្សេងទៀតដើម្បីទទួលការលើកទឹកចិត្តវិនិយោគដោយឥតគិតថ្លៃឬសាកសួរព័ត៌មានបន្ថែមនៅការិយាល័យក្រុមការងារជំរុញការវិនិយោគខេត្តព្រះសីហនុនិងនៅរាជធានីភ្នំពេញ។